ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតហើយតាមមុខម្ហូបនេះគឺសាច់គោប្រហិតចាខ្ញុំយកសាច់គោនេះសាច់គោកិនចំនួន700ក្រាមហើយនឹងមានស្លឹកគ្រៃខ្ទឹមសម្ដេងល្មៀតហើយជាមួយនឹងស្លឹកក្រូចចាឥឡូវនេះខ្ញុំនឹងហាន់ស្លឹកគ្រៃនិងស្លឹកក្រូចទាំងអស់នេះយកទៅបុកគ្រឿងដូចយើងស្លម្ជូរគ្រឿងអញ្ចឹងណាបងប្អូនចាអញ្ចឹងសូមតាមដានជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងនេះសាច់គោកិនមកហើយចាខ្ញុំទិញអាគេកិនស្រាប់អូខេអញ្ចឹងតាមដានជាមួយខ្ញុំទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាឥឡូវនេះគ្រឿងខ្ញុំបានបុករួចហើយបងប្អូនហើយនេះសាច់គោខ្ញុំអញ្ចឹងហើយយើងដួសគ្រឿងនេះយកមកដាក់នៅក្នុងនេះយើងយកមកដាក់ជាមួយនឹងសាច់គោណាចានេះគ្រឿងនេះខ្ញុំយកវាទៅកិននឹងម៉ាស៊ីនហើយបាទខ្ញុំយកមកបុកដើម្បីវាលឿនតែបើបងប្អូនមិនមានម៉ាស៊ីនកិនបងប្អូនអាចបុកនឹងក្បាលនឹងឲ្យម៉ត់តែម្ដងតែគ្រាន់តែថាយើងចំណាយពេលយូរណាចាហើយនៅក្នុងការបុកគ្រឿងនេះគឺខ្ញុំដាក់អំបិលចូលបន្តិចដើម្បីឲ្យឆាប់ម៉ត់ព្រោះអីជីដូនខ្ញុំក៏ប្រាប់អញ្ចឹងថាបុកគ្រឿងឆាប់ម៉ត់ក៏យើងដាក់អំបិលចូលនៅក្នុងគ្រឿងក៏យើងបុកវាឆាប់ម៉ត់ដែរអញ្ចឹងហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំយកគ្រឿងខ្ញុំនេះមកដាក់នៅក្នុងសាច់គោអញ្ចឹងចាហើយខ្ញុំនឹងដាក់ស្ករដាក់អីវាអញ្ចឹងទៀតទៅណាចាបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំដាក់គ្រឿងចូលនៅក្នុងសាច់គោនេះហើយខ្ញុំដាក់ម្សៅឆាចានេះម្សៅឆានឹងយើងដាក់ដើម្បីឲ្យវាស្វិតណាចឹងខ្ញុំដាក់វា3ស្លាបព្រាកាហ្វេណាចាហើយនេះម្សៅស៊ុបចាអញ្ចឹងម្សៅស៊ុបនេះខ្ញុំដាក់1 កូនស្លាបព្រានេះចាជិតស្មើ1 កូនស្លាបព្រាកាហ្វេដែរហើយទឹកត្រីចាទឹកត្រីនេះខ្ញុំដាក់វា3ស្លាបព្រាបាយបងប្អូនព្រោះខ្ញុំដាក់អំបិលខ្លះហើយនៅក្នុងនេះពេលដែលខ្ញុំបុកគ្រឿងណាពេលដែលខ្ញុំបុកគ្រឿងខ្ញុំដាក់អំបិលចូលខ្លះដែរអញ្ចឹងខ្ញុំដាក់វាប៉ុណ្ណឹងហើយនឹងដាក់ស្ករចាស្ករនេះខ្ញុំដាក់វា2ស្លាបព្រាបាយចាតែនៅបងប្អូនធ្វើតាមសាច់ច្រើនសាច់តិចអញ្ចឹងណាបងប្អូនធ្វើសាច់តិចដាក់គ្រឿងតាមនឹងទៅចានឹងអញ្ចឹងអានេះខ្ញុំពាក់ស្រោមដៃព្រោះខ្ញុំអាចធ្វើនឹងស្លាបព្រានេះបានទេខ្ញុំត្រូវពាក់ស្រោមដៃចំហាច់វាឲ្យសព្វចូលគ្នាអញ្ចឹងណាចានឹងហើយចាំបងប្អូនលាយវាអញ្ចឹងទៅធ្វើដូចយើងធ្វើប្រហិតត្រីអញ្ចឹងដែរណាចាប្រហិតគ្រឿងត្រីហើយខ្ញុំយកវាទៅចៀនតិចទៀតខ្ញុំយកវាទៅចៀនជាមួយនឹងខ្ទះណាចាដាក់ខ្លាញ់ចៀននឹងអញ្ចឹងខ្ញុំគ្រាន់តែឲ្យបងប្អូនមើលពីការដែលយើងដាក់គ្រឿងលាយជាមួយសាច់គោនឹងអញ្ចឹងហើយសាច់គោនឹងយើងកិនវាម៉ត់តែនេះខ្ញុំទិញគេអាកិនស្រាប់គេកិនម៉ត់ស្រាច់ហើយអញ្ចឹងខ្ញុំមិនបាច់កិនទៀតទេខ្ញុំយកវាមកច្បាច់ជាមួយទឹកគ្រឿងតែម្ដងចាអូខេអញ្ចឹងយើងច្បាច់ចឹងឲ្យសព្វទៅហើយយើងនឹងលុញវាសប៉ែតយកទៅចៀនមួយខ្លាញ់អូខេអញ្ចឹងបងប្អូននឹងតាមដានជាមួយខ្ញុំទាំងអស់គ្នាចំណែកគ្រឿងគឺបងប្អូនដាក់ឲ្យភ្លក់មើលតាមនឹងដែលទៅព្រោះដោយសារសាច់គោជួនកាលបងប្អូនធ្វើតិចធ្វើច្រើនអញ្ចឹងណាយើងធ្វើសាច់ចំនួនបរិមាណវាដូចគ្នាទេហើយនឹងការញ៉ាំក៏បងប្អូនចូលចិត្តខុសគ្នាដែរអ្នកខ្លះចូលចិត្តរៀងសាបអ្នកខ្លះចូលចិត្តរៀងដិតបន្តិចទៅប្រៃផ្អែមអញ្ចឹងណាចាហ្នឹងហើយបងប្អូនអញ្ចឹងនេះយើងធ្វើអញ្ចឹងហើយយើងនឹងទៅដាក់ខ្ទះយើងដាក់ខ្លាញ់សិនចាបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំដាក់ខ្ទះហើយខ្ញុំដាក់ខ្លាញ់វាអញ្ចឹងណាដាក់ដូចយើងចៀននេះទៀងឲ្យច្រើនតិចឲ្យវាលិចតិចដែរណាបងប្អូនអញ្ចឹងដូចយើងចៀនប្រហិតណាចាយកវាប៉ុណ្ណឹងហើយយើងដាក់ឲ្យខ្លាញ់យើងក្តៅបន្តិចហើយចាំយើងលុញប្រហិតយើងដាក់ឥឡូវចាំមកទេឲ្យខ្លាញ់យើងក្តៅសិនបងប្អូនចាបងប្អូននេះឥឡូវនេះខ្ទះខ្ញុំក្តៅហើយឥឡូវនេះខ្ញុំយកប្រហិតខ្ញុំនេះមកលុញចាចឹងយើងចេះប៉ុន្តែយើងត្រូវដាក់ខ្លាញ់ដៃបន្តិចដែរបងប្អូនចាក់ខ្លាញ់មកដៃយើងបន្តិចលាបកុំឲ្យវាជាប់ណាចានឹងយើងលាបដៃយើងលាបខ្លាញ់អញ្ចឹងដើម្បីយើងលុញទៅកុំឲ្យវាស្អិតណាចាឲ្យវារលោងថ្ងៃនេះយើងលុញធ្វើដូចប្រហិតត្រីស្លាបត្រីអញ្ចឹងណាចាអញ្ចឹងយើងធ្វើវាអញ្ចឹងហើយតែសាច់គោយើងអត់ចៀនវាយូរពេកដែរទេខំវាស្ងួតដល់សាច់គោវាឆាប់ឆ្អិនណាចា
ចឹងយើងធ្វើវាអញ្ចឹងណាបងប្អូននេះធ្វើវារៀងស្ប៉ែតអញ្ចឹងមកហើយយើងចៀនវាទៅចាហ្នឹងហើយធ្វើអញ្ចឹងឯងបងប្អូនឃើញទេយើងដាក់ខ្លាញ់ក្តៅហើយនេះទៅយើងលុញវាអញ្ចឹងមកស្ប៉ែតចាំមកចាហើយដៃយើងលាបខ្លាញ់បន្តិចខ្ញុំអត់សូវយកប្រៃហ្មងនេះបងប្អូនដោយសារខ្ញុំញ៉ាំមួយជ្រក់អញ្ចឹងជ្រក់យើងមានដាក់នេះហើយអញ្ចឹងកុំសូវយកប្រៃពេកដែរឲ្យវាល្មមទៅយើងញ៉ាំមួយជ្រក់ឆ្ងាញ់បើយើងធ្វើប្រៃយើងញ៉ាំមួយជ្រក់ទៀតវាអត់សូវនេះទេតែរសជាតិហ្នឹងឯងដូចថាអញ្ចឹងបងប្អូនចង់បានប៉ុណ្ណាជ្រក់មើលខ្លួនយើងអញ្ចឹងទៅព្រោះយើងញ៉ាំអត់ដូចគ្នាចាហ្នឹងហើយរបៀបធ្វើប្រហិតសាច់គោបងប្អូនយើងអត់មានត្រីយើងធ្វើចឹងទៅចាតែយើងក៏ដូរដែរបើយើងមានត្រីហើយក៏ដល់ពេលខ្លះយើងចង់ដូរវាដែរយើងចង់ញ៉ាំជាមួយជាសាច់គោឬក៏សាច់អីចឹងដែរណាចាហ្នឹងហើយយើងប្រែវាមកចាយើងធ្វើចឹងបន្តទៀតទៅឲ្យតែវាក្រហមបន្តិចបានហើយយើងស្រង់វាចេញបងប្អូនកុំឲ្យវាយូរពេកដែរកុំវាស្ងួតណាយើងដាក់ម្សៅឆាវាបន្តិចដើម្បីកុំឲ្យវានេះយើងឲ្យវាស្អិតជាប់គ្នាចាព្រោះបើត្រីស្លាតយើងវានេះវាស្វិតដល់សាច់គោវាអត់ស្វិតទេអញ្ចឹងយើងធ្វើវាអញ្ចឹងដើម្បីឲ្យម្សៅនោះម្សៅឆាកុំច្រើនពេកដែរទៅច្រើនពេកក៏វានេះដែរវាអត់សូវឆ្ងាញ់ចាហ្នឹងអញ្ចឹងមួយជីកបានហើយចាយើងចៀនអញ្ចឹងមកយើងកុំប្រើភ្លើងក្តៅពេកព្រោះឲ្យតែក្តៅពេកវាឆាប់ខ្លោចដែរណាអញ្ចឹងវាខ្លាចទៅវាឆ្អិនទៅខាងក្រៅតែខាងក្នុងវាអត់ឆ្អិនណាអញ្ចឹងយើងអត់សូវប្រើភ្លើងខ្លាំងពេកទេចាហ្នឹងហើយវាប៉ុណ្ណេះបានហើយបងប្អូនឃើញទេនេះចាអញ្ចឹងយើងយកប៉ុណ្ណឹងមកបានហើយចាយើងកុំឲ្យវាសូវនេះពេកដែរពេលយើងបន្តការចៀននឹងឲ្យឆ្អិនទាំងអស់មកជាការស្រេចហើយបងប្អូនចានេះរបៀបធ្វើប្រហិតសាច់គោបងប្អូនទាំងអស់គ្នាឥឡូវនេះសាច់គោខ្ញុំឆ្អិនហើយនេះជាមួយជ្រក់ថ្ងៃមុនដែលខ្ញុំធ្វើទុកញ៉ាំមួយសាច់អាំងឬក៏នេះខ្ញុំយកមកញ៉ាំមួយសាច់គោចៀនគ្រឿងនេះបងប្អូនឃើញខ្មៅអញ្ចឹងទៅណាបងប្អូនប៉ុន្តែវាខ្មៅមានជាតិព្រោះសាច់គោវាខ្មៅអញ្ចឹងហើយបងប្អូនពេលណាយើងចៀនទៅខ្មៅមិនមែនដូចជាសាច់ត្រីឬក៏សាច់មាន់ទេចាអញ្ចឹងសាច់គោគឺអញ្ចឹងនេះបងប្អូនឃើញខាងក្នុងទេអញ្ចឹងណាចាអញ្ចឹងយើងញ៉ាំមួយជ្រក់អានេះយើងញ៉ាំមួយបាយក៏បានយើងញ៉ាំជាក្លែមអញ្ចឹងក៏បានដែរចាអញ្ចឹងសូមអញ្ជើញឆ្ងាញ់មួយញ៉ាំបងប្អូនទាំងអស់គ្នាបងអាពីទីឆ្ងាញ់សាក់ភ្លក់មើលបងប្អូនចាំធ្វើតាមមើលប្រហិតគ្រឿងសាច់គោចាស្ងួយឆ្ងាញ់បងប្អូនញ៉ាំមួយជ្រក់ឆ្ងាញ់ហើយយើងសាច់គោមិនធ្វើប្រៃពេកញ៉ាំមួយជ្រក់ទៅញ៉ាំមួយបាយល្មមចាបងប្អូនចឹងយើងធ្វើអញ្ចឹងចានៅខាងក្នុងវាលឿងស្រស់ល្អតែខាងក្រៅវាពួរអញ្ចឹងឯងអូខេបងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់ការជួយគាំទ្រវីដេអូខ្ញុំជួបគ្នាវីដេអូក្រោយទៀតសូមជួយចុច share like មួយបងប្អូនអរគុណច្រើនហ្វេនទាំងអស់គ្នាដែលតាមដានវីដេអូខ្ញុំបាយបាយ